អភិបាលស្រុកស្ទូងអបអសាទរក្រៃលែងជាមួយប្រជាពលរដ្ឋឃុំចំណានលើដែលទទួលបានសមិទ្ធផលសំណង់ហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលនិងក្រុមការងារចុះមូលដ្ឋានអភិបាលស្រុកស្ទូងអបអសាទរក្រៃលែងជាមួយប្រជាពលរដ្ឋឃុំចំណានលើដែលទទួលបានសមិទ្ធផលសំណង់ហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលនិងក្រុមការងារចុះមូលដ្ឋានលោកសៃកំឡំសម្ដែងការសាទរបែបនេះក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវក្រាបគ្រូក្រហមដែលជាថវិកាមូលនិធិឃុំចំណានលើនៅថ្ងៃប្រហ័សទី6ខែសីហាឆ្នាំ2026លោកបានសង្កត់ធ្ងន់ថាដោយមានការយកចិត្តទុកដាក់ពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាអាណត្តិទី7និងជាគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិជាពិសេសនៅតាមមូលដ្ឋានជាមួយគម្រោងអភិវឌ្ឍនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែងដោយសរសៃឈាមដែលនឹងជំរុញសេដ្ឋកិច្ចពលរដ្ឋឲ្យកាន់តែប្រសើរឡើងទន្ទឹមនឹងនេះលោកបានសម្ដែងការសាទរនិងថ្លែងអំណរគុណជាអនេកបការដល់ឯកឧត្តមថៅជាថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទូងនិងឯកឧត្តមច័ន្ទស៊ីណាតប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណានលើដែលបានខិតខំដុតដៃដុតជើងកសាងអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនមានផ្លូវបេតុងជាង10គីឡូម៉ែត្រនិងប្រព័ន្ធធារាសាស្ត្រថ្មីផ្សេងទៀតដែលកំពុងសិក្សាបន្ថែមដែលឆ្លងកាត់ភ្ជាប់ពីអាងទឹក30កញ្ញាឆ្លងកាត់ឃុំព្រះដំរីឃុំរុងរឿងឃុំចំណាលើរហូតដល់ឃុំចំណាក្រោមដែលនឹងបង្កើនការស្រោចស្រពស្រែស្រូវកសិករឲ្យកាន់តែមានសុវត្ថិភាពជាងមុនលើសពីនេះលោកបានជំរុញដល់ពលរដ្ឋនៅក្នុងឃុំចំណាលើដែលស្ថិតនៅអមសងខាងផ្លូវដែលនឹងត្រូវសាងសង់នាឱកាសនេះក៏ដូចជាប្រជាពលរដ្ឋទូទៅត្រូវនាំគ្នាខិតខំថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលនិងក្រុមការងារបានកសាងជូនកុំរំលោភដីចំណីផ្លូវឬចំណីប្រឡាយដើម្បីធានាបាននូវការស្រោចស្រពនិងគុណភាពសំណង់សម្រាប់ជាគុណប្រយោជន៍ប្រើប្រាស់បានយូរអង្វែងតកូនចៅសូមបញ្ជាក់ថាគម្រោងថវិកាមូលនិធិដេញថ្លៃបើកការដ្ឋានសាងសង់នៅក្នុងឱកាសនេះមានទំហំទឹកប្រាក់359លាន3សែនរៀលនិងមានប្រវែង4050ម៉ែត្រផងដែរ